ដល់រដូវកាលសែនភ្នោក៏ដូចជាបាំងស្កូលឧទ្ទិសកុសលដល់ញាតិកាទាំង7សន្តានដែលបានចែកឋានទៅម៉ែខ្ញុំហើយនឹងក្រុមគ្រួសារខាងគាត់មានមីងមានពូស្រួលគ្នាទៅវត្តដែលជាកន្លែងតម្កល់ធាតុរបស់កងខ្ញុំក៏ដូចជាយាយទួតតាទួតរបស់ខ្ញុំដែរហើយដែលធ្វើចាត់ដីនៅក្នុងវត្តភូមិវាលហ្នឹងនាំគ្នាទៅទាំងអស់គ្នាបាំងស្គរឧទ្ទិសកុសលទៅដល់ពួកគាត់ដែលបានចែកឋានដាក់សែនដាក់អីសូត្រមន្តរួចរាល់ឧទ្ទិសកុសលឲ្យពួកគាត់ដែលបានចែកឋានហើយអស់ចឹងទៅក៏បានវេចង្ហាន់ពួកខ្ញុំបានកំងមហូបដែលចុងភៅគេធ្វើឲ្យមាន3មុខហ្នឹងកំងដើម្បីនិមន្តព្រះសង្ឃយកមកឆាន់នៅមុខចាត់ដីរបស់កងខ្ញុំយាយទួតតាទួតហ្នឹងឆាន់ជុំគ្នាទាំងប្រសង់មកវត្តភូមិវាលហ្នឹងក៏ដូចជាយាយជីតាជីក៏ដូចជាញាតិមិត្តបងប្អូនពូមីងដែលបានទៅហ្នឹងហូបជួបជុំគ្នាទាំងអស់គ្នាអញ្ចឹងទៅរួចរាល់អស់ក៏ពួកខ្ញុំបានលាងចានលាងឆ្នាំងហើយក៏និយាយសម្ដែងសំណាលគ្នាដោយបងប្អូនបានដឹងហើយបងប្អូនកម្របានជួបជុំគ្នាណាបានមួយឆ្នាំជួបគ្នាម្ដងខែបាំងស្កូលហើយអ្នកកំពង់ចាមមិនភ្លេចទេលីហាចាល្បីសុសសាយពេញប្រទេសណាមិនចំណាំណាមិនល្បីលីហាកំពង់ចាមមួយឆ្នាំទៅម្ដងគឺមិនចោលលីហាទេហើយនេះពួកខ្ញុំបានចេញដំណើរទៅវិញហើយនេះនៅក្នុងភូមិខ្ញុំសិតតែព្រៃកោតាមដងផ្លូវគឺទេសភាពស្រស់ប្រងដោយខែវស្សាអញ្ចឹងបងប្អូនហើយក៏មិនភ្លេចដែរតាមផ្លូវមានការរេបច្ច័យម៉ែខ្ញុំក៏បានចូលបុណ្យកសាងវត្តនៅតាមផ្លូវហ្នឹងគឺអត់ចោលទេជាទម្លាប់អរគុណច្រើនណា